Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to Water Chifa ថ្ងៃនេះមុននឹងតសាច់រឿងយើងបន្តទៀតគឺខ្ញុំសូមនិយាយរឿងមួយនៅក្នុង episode ទី2ហ្នឹងខ្ញុំបាននិយាយថា Cosito មិនមែនជាប្អូនស្រីបង្កើតរបស់ Anna ទេតាមពិតគឺខ្ញុំច្រឡំ Cosito ជាប្អូនស្រីបង្កើតរបស់ Anna ហ្នឹងឯងខ្ញុំច្រឡំហើយប្រាប់អ្នកទាំងអស់គ្នាយកច្រឡំតាមខ្ញុំដែរអធិស្ឋានផងចឹងដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាតពីភាគមុនពពុះបិសាច D2 នោះបាននាំគ្នាបំផ្លាញពិធីបុណ្យក៏ដូចជាទីក្រុងទាំងមូលយើងឃើញថាបិសាច D2 ទាំងនោះគឺវាច្រើនខ្លាំងមែនតើតុកតូហើយនិង Destiny ក៏នាំគ្នាកំចាត់បិសាចទាំងនោះគាត់ក៏បានបញ្ជាឲ្យ Destiny ក៏បានប្រើ skill របស់នាងហ្នឹងវាប្រហារទៅលើពពុះបិសាចទាំងនោះប៉ុន្តែទោះបីជានាងខំវាប្រហារយ៉ាងណាក៏ដោយក៏បិសាចទាំងនោះវាមិនចាស់អស់ដែរគឺវាច្រើនខ្លាំងមែនតើហើយ skill ប្រយុទ្ធជាមួយបិសាចរបស់នាងគឺលយបងតែអ្នកគ្នាមើលមកខ្ញុំមិនដឹងនិយាយថាម៉េចទេវាសាហាវពេកឡើងខូលគេហ្មងនៅពេលនោះដែរថុកតូក៏បាននិយាយថាកុំមេតាដល់ពួកវាសម្រាប់ពួកវាចោលអស់ទៅភ្លាមនោះអាពុរបស់ Destiny ក៏បានបាញ់ខ្លាយទៅជារង្វង់មូលវាប្រៀបដូចជា Black Hole បាញ់ឲ្យស្រោបពពុះបិសាចនោះចូលទៅក្នុងនោះទាំងអស់បន្ទាប់មកនាងក៏បានដួលសន្លប់ហើយប្រែទៅជា Cosito វិញតែរបស់ថុកតូក៏បានដោះមកវិញហើយយើងឃើញថាអាពពុះបិសាច D2 នោះគឺវាមិនទាន់ស្លាប់អស់នោះទេគឺវានៅតែមកបន្ថែមទៀតកាន់តែច្រើនទៅដោយសារតែថុកតូគាត់អស់ energy ច្រើនពេកគាត់ក៏បានដួលសន្លប់នេះពេលនោះទៅប៉ុន្តែសំណាងល្អក៏មាន conductor ម្នាក់ជាមួយនឹង music art របស់គាត់ម្នាក់មកជួយពីអ្នកនេះទាន់ពួកគេក៏បានបើកការវាយប្រហារទៅលើពពុះបិសាច D2 ទាំងនោះហើយយើងបានឃើញថាមាននារីម្នាក់បានឈរមើលពួកគេនៅលើទីខ្ពស់ប៉ុន្តែយើងមិនទាន់ដឹងថានារីម្នាក់នោះគឺជានរណានោះទេបន្ទាប់ពីរឿងនោះហើយថុកតូក៏បានយល់សប្តិឃើញថាគាត់កំពុងតែលេង piano ជាមួយ Cosito សុកនាងក៏សាប់តែដើរចេញទោះបីជាគាត់ខំហាយយ៉ាងណាក៏ដោយក៏នាងមិនឆ្លើយតបជាមួយគាត់ដែរនៅពេលភ្ញាក់ពីគេងគឺថុកតូក៏បានចាប់អារម្មណ៍ថាដៃរបស់គាត់មានស្លាកស្នាមអ្វីមួយគាត់ក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យដើរចេញមកក្រៅពេលនោះគាត់ក៏បានជួប Cosito គាត់ក៏បានហៅនាងថា Cosito នាងថាអាណាក៏ហៅនាងអញ្ចឹងដែរប៉ុន្តែនាងមិនមែនឈ្មោះ Cosito ទេនាងឈ្មោះ Destiny ថុកតូគាត់ស្គាល់ថា Destiny ជានរណានោះទេគាត់ចាំបានថាមានរឿងចម្លែកច្រើនណាស់កើតឡើងម្សិលមិញចំពោះគាត់ទាំងពីរ Destiny ក៏បានប្រាប់ទៅថុកតូថានាងកើតមកពីតន្ត្រីលេខ5ហើយនាងគឺជា music art ដែលជាកូនចៅក៏ដូចជាកម្មសិទ្ធិរបស់គាត់នឹងឯងហើយថុកតូគឺជា conductor ដែលជាអ្នកដឹកនាំជាអ្នកបញ្ជានាងនៅពេលនោះអាណាគាត់ក៏បានមកដល់ហើយហៅពួកគេទាំងពីរនឹងទៅញ៉ាំបាយថុកតូគាត់ក៏បានសួរទៅកាន់អាណាថាមានកម្មវិធីអ្វីមែនបានជាម្ហូបច្រើនយ៉ាងហ្នឹងអាណាគាត់ក៏ថាប្រហែលជាថុកតូនឹងអស់កម្លាំងហើយពួកអីគាត់ដេកឡើងមួយថ្ងៃពេញថុកតូក៏ថាគាត់មិនអីទេប៉ុន្តែគាត់ចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះ Cosito អាណាបានតបទៅវិញថា Lenny នឹងបញ្យល់ប្រាប់គាត់នៅពេលដែលគាត់នឹងងើបពីដេកហើយគាត់ក៏បានសួរថា Lenny នឹងជាពីណាគេនេះជាពូ Lenny របស់យើងហើយឡើង sexy ហ្មងគាត់ក៏បានណែនាំខ្លួនរបស់គាត់ប្រាប់ទៅកាន់ថុកតូថាគាត់មានឈ្មោះថា Lennyហើយនេះគឺជា music art របស់គាត់ដែលនាងមានឈ្មោះ Titan នេះខ្ជូរណាស់តែអ្នកគ្នាមិនមែន Titan នៅក្នុងរឿង Attack on Titan រយៈដើរស្រាទេណាអាណាក៏បាននិយាយថាពួកគេទាំងពីរនឹងហើយដែលបាននាំថុកតូហើយនិង Cosito នឹងត្រឡប់មកផ្ទះវិញអំឡុងពេលពួកគេញ៉ាំបាយនឹងពួកគេក៏បាននិយាយអំពីដើមកំណើតរបស់ពពុះបិសាច D2 20ឆ្នាំកន្លងផុតទៅដែលដំអាចផ្កាយបានធ្លាក់មកពីលើមេឃនៅក្នុងយប់មួយហើយពពុះបិសាច D2 ជាច្រើនបានលេចឡើងនៅពេលនោះវាជាថាមពលចម្លែកត្រូវបានផលិតនឹងបំពល់ផែនដីដូច្នេះ D2 គឺត្រូវបានបង្កកំណើតមុនពេលអង្គការ Symphony ផលិត music art ទោះបីជាអាវុធខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចកម្ចាត់ពពុះបិសាច D2 នោះបានដែរ Music art បានធ្វើឲ្យស្ថានភាពនៅពេលនោះបានផ្លាស់ប្ដូរដោយសារតែពួកគេមានថាមពលផ្ទុយទៅនឹងដំអាចផ្កាយពណ៌ខ្មៅនឹងឯងថាមពលរបស់ដំថ្មនឹងវាបានឆ្លើយតបទៅនឹងតន្ត្រីមុនពេលដែល D2 នឹងបានវាយប្រហារមកលើពិភពលោកហើយថាមពលរ៉ែមួយចំនួននឹងក៏ត្រូវបានគេរកឃើញតែនេះគឺជាមូលហេតុដែលពួកគេនឹងអាចតទល់ជាមួយនឹងបិសាច D2 ទាំងនោះបានពិសេសគឺប្រទេសនេះអាចបង្ខំឲ្យពូបិសាច D2 នឹងចូលដេកបានហើយបន្ទាប់មកត្រូវបានបញ្ចប់ដោយជោគជ័យនឹងហើយដែលគេនិយាយថា D2 នឹងអាចលេចឡើងវិញម្ដងទៀតនៅក្នុងការប្រារព្ធពិធីរបស់សាកាន់4ឆ្នាំមុនហើយទីកន្លែងជាច្រើននឹងត្រូវបានចាប់ផ្ដើមរស់ឡើងវិញនិងស្ដារឡើងវិញប៉ុន្តែពួកគេនៅតែមិនបានដឹងថាហេតុអ្វីបានជាពួកគេមិនអាចរីករាយជាមួយនឹងតន្ត្រីបាននៅពេលឮអញ្ចឹងភ្លាម Destiny នឹងបាននិយាយថាបើសិនជាបេសកកម្មនឹងត្រូវបានបញ្ចប់តើនាងត្រូវពិបាកចិត្តប៉ុណ្ណាទៅហើយនាងត្រូវធ្វើអ្វីបន្តទៀតថុកតូគាត់ក៏បានសួរទៅកាន់ Lenny ថាហេតុអ្វីបានជានាងខ្លាចទៅជាបែបនេះ Lenny គាត់ក៏បាននិយាយថាវាតាក់ទងទៅនឹងការលេចឡើងភ្លាមៗរបស់បិសាច D2
ហើយគឺនៅតែគ្មាននរណាគេបានដឹងនោះទេជាធម្មតាអ្នកដែលមានសិទ្ធិជា Music Art គួរតែត្រូវបានភ្នាក់ឡើងបន្ទាប់ពីនីតិវិធីរបស់អ្នកផលិតដ៏ស្មុគស្មាញនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការ Symphony ប៉ុន្តែនាងបានភ្នាក់ឡើងដោយធម្មជាតិដោយគ្មាននរណាដឹងអំពីដំណើរទាំងនោះសូម្បីតែអ្នកកើតមកជាមួយនឹងអំណោយនេះក៏គ្មាននរណាមានករណីដូចជានាងដែរប្រហែលជានាងជាករណីពិសេសតែមួយគត់ហើយបានចាត់កំណត់ឡើងជា Music Art ដ៏អស្ចារ្យទៅពេលនោះអាណានាងក៏បាននិយាយថាប៉ុន្តែខុសតូមិនចង់ប្រយុទ្ធទេและនេះគាត់ក៏បានប្រាប់ថានាងមិនមែនជាខុសតូទៀតទេគាត់ក៏បានបន្តទៀតថានរណាគេម្នាក់ដែលខ្លាចទៅជា Music Art ហើយគឺខុសពីមនុស្សពីមុនទាំងស្រុងវាមិនមែនជាការបាត់បង់ការចងចាំនោះទេប៉ុន្តែវាគឺជាមនុស្សម្នាក់ផ្សេងទៀតអាណាយំខ្លាំងមែនទែនហើយថុកតូគាត់ក៏បាននិយាយថាពួកគេត្រូវតែបំភ្លេចនៅអ្វីដែលបានកើតឡើងឥឡូវនេះបើមិនអញ្ចឹងទេពួកគេមិនអាចធ្វើអ្វីបានទៀតទេលនេះគាត់ក៏បាននិយាយថាទោះជាយ៉ាងណាក៏ដោយចំពោះនាងនៅតែមានបញ្ហាមួយនៅពេល Music Art បានភ្នាក់ឡើងពួកគេអាចបញ្ចេញថាមពលរបស់ពួកគេនឹងជាលំដាប់ប៉ុន្តែតែស្នេហ៍ឥឡូវនេះត្រូវបានដកហូតអាវុធហើយដូចជានាងកំពុងតែដេកអញ្ចឹងក៏មិនដែលឃើញស្ថានភាពមិនស្ថិតស្ថេរដូចជានាងទេតែពេលនោះថុកតូគាត់ក៏បាននិយាយថាប្រហែលមកពីដំណើរការមិនត្រឹមត្រូវអីដឹងបាននាងខ្លាចទៅជាបែបនេះគាត់បានបន្តថានាងបានភ្នាក់ឡើងយ៉ាងលំបាកប៉ុន្តែវានឹងមានគ្រោះថ្នាក់ប្រសិនបើរឿងនេះត្រូវបានបន្តហើយគាត់ក៏ថាមានអ្វីខុសពីបទបញ្ញត្តិរបស់ធម្មពលប្រហែលនាពេលខាងមុខដ៏ខ្លីនាងមិនអាចបន្តរស់នៅជា Music Art ម្ដងទៀតទេកាត់ចុះមកដល់នេះវិញគឺអាណាគាត់បានប្រាប់ពីទីតាំងទីស្នាក់ការកណ្ដាលរបស់អង្គការ Symphony នៅ New York បងស្រីរបស់អាណាដែលគាត់មានឈ្មោះថាលូតូធ្វើការស្រាវជ្រាវនៅទីនោះហើយឪពុកម្ដាយរបស់គាត់ក៏នៅទីនោះដែរថុកតូក៏បានសួរថាតើយើងត្រូវទៅដល់របៀបណាដោយសារតែផ្លូវត្រូវបានបំផ្លាញអស់ហើយតំបន់ខ្លះក៏ត្រូវបានគេហាមឃាត់ដែរដែលគេហៅថាជាទឹកដីនៃទឹកដីស្លាប់ដោយសារតែវាបានភាយដោយថ្នាំពុលរបស់ពូបេសាយ B2 ពួកគេក៏សម្រេចចិត្តថាទៅ Las Vegas ជាមុនសិនបន្ទាប់មកទៅខាងត្បូងតាមបណ្ដោយឈូងសមុទ្រ Mexico ទៅ New Austin ខាងជើងឆ្លងកាត់ភ្នំ Appalachian ដល់ New Yorkទោះបីជាប្រាសាទជាច្រើននៅឆ្នេរសមុទ្រខាងកើតនោះក៏ដោយរហូតមកដល់ពេលនេះគឺមិនមានរបាយការណ៍ពីវិពុបិសាច D2 ទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយកន្លែងជាច្រើនពោពេញទៅដោយគ្រោះថ្នាក់และនេះក៏ចង់ឲ្យពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលនោះដែរអាណានាងក៏បាននិយាយថានាងចង់ខលទៅប្រាប់ឪពុកម្ដាយរបស់នាងអំពីរឿងខុសសេតូប៉ុន្តែស៊ីខ្វីនៅទីនេះគឺត្រូវបានខូចអស់ហើយអាណាបានគិតថាប្រហែលអង្គការ Symphony អាចព្យាបាលខុសសេតូបានវិញហើយណាស់នាងក៏មានស្ថិរភាពជាងនេះដែរថុកតូក៏បាននិយាយថាបន្ទាប់មកពួកគេអាចទៅ New York បានគាត់មិនចង់នៅទីនេះទៀតទេគាត់មិនចង់ត្រូវបានគេប្លន់ទៀតទេខ្ញុំឆ្ងល់ថាណាគេទៅប្លន់តែរបស់ថុកតូអ្នកបើក្នុងរឿងហ្នឹងអត់មានស៊ីនចោលប្លន់ផងและនេះក៏ចង់ឲ្យពួកគេនៅជាមួយគាត់មួយរយៈសិនដោយសារតែថុកតូហ្នឹងត្រូវរៀនចំណេះដឹងមូលដ្ឋានអំពី conductor សិនថុកតូគាត់ក៏បានយល់ព្រមហើយและនេះគាត់ក៏បានដើរទៅសម្អាតផ្ទះបាយមុនពេលអាណាទៅជួយលែនេះនឹងនាងក៏បាននិយាយអំពីរឿងខុសសេតូអាណាបាននិយាយថាគាត់បានយកនំដុតនឹងចង់ឲ្យពួកគេទាំង3បានភ្លក់វាបន្ទាប់ពីថ្ងៃបុណ្យប៉ុន្តែខុសសេតូមិនបានញ៉ាំអ្វីទាំងអស់បន្ទាប់ពីត្រឡប់មកវិញដូចជាពេលដែលនាងមកទីនេះដំបូងអញ្ចឹងគឺនាងមិនហ៊ានយកអ្វីទាំងអស់ពួកឯងនាងភ័យបន្ទាប់ពីគាត់បានដុតនំហើយនាងសុខចិត្តញ៉ាំវានៅពេលនោះទៅអាណានាងនៅតែនិយាយពុកពេញទៅដោយក្តីសង្ឃឹមថាបន្ទាប់ពីអង្គការ Symphony ព្យាបាលខុសសេតូហើយនាងត្រឡប់មកដូចនាងពីមុនវិញទោះបីជាលែននេះបាននិយាយថាมันមានខុសសេតូទៀតទេក៏ដោយនាងខ្លាចទៅជា Music Art មិនមែនដោយសារតែការយល់ព្រមរបស់នាងទេនាងគ្រាន់តែចង់ការពារថុកតូប៉ុណ្ណោះព្រមនោះដែរដៃរបស់ថុកតូក៏បានបាត់ហើយតែតានាងក៏បានរត់មកប្រាប់ថាមានរឿងជាបន្ទាន់ដែលសិននេះនឹងចេញពីទីធ្លាយ៉ាងបញ្ញាប់លែននេះក៏បាននិយាយថា Music Art នឹងអាចដឹងពីពពុះបិសាច D2 ទោះបីជាវានៅឆ្ងាយប៉ុណ្ណាក៏ដោយតែតានក៏ដូចជា Destiny ដែរប៉ុន្តែគ្រាន់តែ Destiny នឹងអាចរកឃើញពពុះបិសាច D2 នឹងលឿនជាងតែតាននៅពេលនោះថុកតូគាត់ក៏បានរត់ទៅរក Destiny ហើយលែននេះក៏បានប្រាប់ឲ្យអាណានៅចាំនៅនឹងហើយពួកគេនឹងរកដំណោះស្រាយនៅពេលដែលថុកតូរត់ទៅដល់គឺឃើញថា Destiny នឹងកំពុងតែប្រយុទ្ធជាមួយពពុះបិសាចនឹងបិសាចនឹងក៏រត់មកតម្រង់ទៅនាងហើយវត្តនាងមកកតុយឡើងផ្លោងទៅដល់ផ្លូវថុកតូក៏បានស្ដីឲ្យនាងថានាងឈួតមែននាងបានធ្វើអ្វីខ្លះ Destiny នាងបានឆ្លើយថានាងគ្រាន់តែបំពេញបេសកកម្មរបស់នាងទេទោះបីជាគាត់មិនមកក៏នាងអាចដោះស្រាយបានដែរថុកតូក៏បានឆ្លើយទៅវិញថាគាត់ក៏មិនចង់មកដែរប៉ុន្តែដោយសារតែនាងធ្វើឲ្យគាត់ឈឺចាប់នៅពេលដែលនាងបាញ់បិសាចនឹងឯងភ្លាមនោះនាងក៏បានហុចដងបញ្ជាតន្ត្រីនឹងទៅឲ្យទូប្រុសរបស់យើងហើយគាត់ក៏ចាប់ផ្ដើមបញ្ជានាងក៏បានបាញ់វាទៅតាមអ្វីដែលគាត់បានបញ្ជាតែពេលដែលនាងបាញ់បិសាចនឹងយូរទៅទូប្រុសរបស់យើងក៏កាន់តែឈឺចាប់
ប៉ុន្តែបេសាចទាំងនោះគឺវាមិនចោលទេវាមកកាន់តែច្រើនឡើងភ្លាមនោះដែរតែតានហើយនឹងឡានីក៏បានមកដល់គាត់ក៏បានបញ្ជាឲ្យតែតាននឹងកម្ចាត់ពពួកបេសាចទាំងនោះចោលឲ្យអស់ថុកតូក៏បាននិយាយថាស្មារតីរបស់គាត់នឹងដូចមានអ្វីមករំខានឡានីក៏ស្មានដឹងថាដោយសារតែ Destiny ហើយគាត់ក៏បាននិយាយថា music art ធម្មតាគឺគេមិនធ្វើអញ្ចឹងទេប៉ុន្តែដោយសារតែនាងជាករណីពិសេសប្រហែលជានាងប្រយុទ្ធដោយត្រូវការធម៌ពលរបស់ថុកតូនឹងឯងហើយថុកតូក៏បាននិយាយថាគាត់មិនអនុញ្ញាតឲ្យនាងធ្វើអញ្ចឹងទេបន្ទាប់ពីនោះមកឡានីក៏បានបញ្ជាតៃតានឹងឲ្យសម្លាប់បិសាច D2 ទាំងនោះចោលឲ្យអស់អំឡុងពេលដែលពួកគេកំពុងតែប្រយុទ្ធជាមួយបិសាចនឹងក៏មានបិសាចមួយនឹងវាបានរត់តម្រង់ទៅរកផ្ទះដែលអាណាកំពុងតែចាំពួកគេនៅនឹងឯងនៅពេលដែលបិសាចនឹងមកដល់វាឃើញអាណាវាក៏បានបើកការវាប្រហារទៅលើអាណា Destiny មកដល់ក៏លោតទៅបំបកឲ្យបិសាចនឹងប៉ើងចូលទៅក្នុងផ្ទះថុកតូក៏បាននាំអាណាចេញដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ Destiny ក៏បាននិយាយថាវាអាចនឹងប៉ះពាល់ដល់ផ្ទះប៉ុន្តែថុកតូគាត់និយាយថាវាមិនអីទេបំផ្លាញវាទៅតែលើអញ្ចឹងភ្លាម Destiny របស់យើងនឹងហោះឡើងទៅលើហើយបាញ់ផ្ទះនឹងកំទេចចោលហ្មងតែមកគ្រាប់ឯងផ្ទះនឹងខ្ទេចខ្ទីអស់ឃើញអញ្ចឹងហើយអាណាក៏សួរទៅកាន់ Destiny ថាតានាងអត់អាចគ្រប់គ្រងថាអំពើរបស់នាងបានទេមែនថុកតូក៏បាននិយាយថាវាមិនអីទេទោះយ៉ាងណាក៏ដោយវាគ្មានអ្វីនៅទីនេះទៀតទេគាត់ក៏បានហៅ Destiny និងអាណានឹងក៏ចេញដំណើរទៅនៅក្នុងឡាននឹងអាណាក៏បាននិយាយថាទិសដៅដំបូងដែលពួកគេត្រូវទៅនឹងគឺ Las Vegas នាងគិតថានឹងមិនមានគ្រោះថ្នាក់នៅតាមផ្លូវនោះទេនាងបានបខំខូសេតូនឹងឲ្យហៅនាងថាបងស្រីអាណាកុំហៅនាងថាអាណាទៅទេចឹងពួកអីនាងគឺជាបងស្រីរបស់ខូសេតូនៅពេលនោះខូសេតូក៏បានសួរទៅកាន់ថុកតូថាតើដៃគាត់នឹងកំពុងធ្វើអីថុកតូក៏បាននិយាយថាគាត់ខានលេងព្យ៉ាណូនោះយូរមកហើយខូសេតូក៏បាននិយាយវិញថានាងចង់ឲ្យគាត់នឹងលេងឲ្យនាងស្ដាប់នឹងថ្ងៃអ្នកទាំងអស់គ្នាអេពីសូតទី3យើងបានឈានដល់ទីបញ្ចប់ហើយខ្ញុំចង់សូមអធិស្ឋានចំពោះសលេងអណោយ background ខ្ញុំខ្លាំងមែនតើខ្ញុំធុញខ្លាំងហើយខ្ញុំមិនដឹងធ្វើមិនទេដល់ហើយខ្ញុំកំពុងតែ voice over អញ្ចឹងមានទាំងសលេងកំ play ឡានច្រើនម៉ូតូហើយនៅចិត្តសាលាទៀតនោះលឺកដងរោផងអីផងមានសន្តិសុខផ្លុំកញ្ចែទៀតហើយមានពូនោះលក់បងទាមន់មកអំពីនេះហោហែអូយនិយាយទៅឈឺក្បាលOkay, bye. See you next episode. Thank you, guys.